សូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិសូមស្វាគមន៍ឡើងវិញមកកាន់តម្រាប្រវត្តិដែលសារយើងបែកគ្នាមួយរយៈពេលនេះគឺយូរមែនទែនដែលសារមានធុរៈផ្ទាល់ខ្លួនអញ្ចឹងសង្ឃឹមថាបងប្អូននៅចងចាំតម្រាប្រវត្តិនៅឡើយទេអញ្ចឹងនៅក្នុងថ្ងៃនេះតម្រាប្រវត្តិនឹងលើកសាច់រឿងមួយចំនួនទាក់ទងជាមួយនឹងប្រវត្តិសាស្ត្រកម្ពុជាយើងឲ្យបងប្អូនស្ដាប់ទៀតហើយនៅក្នុងអេពីសូតថ្មីនេះតម្រាប្រវត្តិនឹងលើកព័ត៌មានទាក់ទងជាមួយនឹងបរិវាររបស់ព្រះមហាក្សត្រក្រោយសម័យអង្គរអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់មានចម្ងល់ថាតើនៅក្នុងសម័យមុនហ្នឹងគេបែងចែកមន្ត្រីតាមឋានៈបែបណាហើយមានមន្ត្រីអ្វីខ្លះមានឋានៈបែបណាខ្លះហើយខ្ញុំក៏សូមជម្រាបផងដែរព័ត៌មានទាំងអស់ដែលខ្ញុំនឹងលើកឡើងនេះគឺយើងបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកស្រីត្រឹងងារភាគទី2មុននឹងចាប់ផ្ដើមបកស្រាយព័ត៌មានទាំងនេះសូមឲ្យបងប្អូនចុច like subscribe ជាមួយនឹង share វីដេអូមួយនេះផងទៅកាន់អ្នកដែលចូលចិត្តផ្នែកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នានៅក្នុងរាជវង្សានុវង្សក្រោយសម័យអង្គរគេឃើញមានជាអាចមន្ត្រីជាច្រើនមួយចំនួនដែលមានមុខងារនិងតួនាទីខុសៗគ្នាទី1គឺឧបយោរាជតាមន័យដើមពាក្យនេះមានន័យថាក្សត្រដាក់រាជឲ្យអង្គណាមួយសោយតំណាងព្រះអង្គទទួលរាជសព្ទជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជនិងក្សត្រឧបរាជទាំងពីរអង្គឲ្យស្ថិតនៅក្នុងទសពិធរាជធម៌ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញឧបយោរាជជាក្សត្រដែលមានឋានៈបន្ទាប់ពីក្សត្រទ្រង់រាជឧទាហរណ៍ព្រះស្រីសុរយោពណ៌ 2. ឧបរាជឬមហាឧបរាជឋានៈជាឧបរាជនេះមានជាយូរណាស់មកហើយគេជ្រើសរើសឧបរាជក្នុងចំណោមបុត្រច្បងឬអនុក្សត្រទ្រង់រាជដែលមានគុណវត្តដ៏ខ្ពង់ខ្ពស់ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធតែមានដំណើរប្រព្រឹត្តទៅបែបនេះទេព្រោះកាលព្រះសត្ថាទី1ដាក់រាជថ្វាយទៅព្រះរាជបុត្រច្បងព្រះនាមជ័យជថាដែលមានប្រជជន11វស្សាឲ្យឡើងសោយរាជនិងលើកព្រះរាជបុត្របន្ទាប់នាមចៅពញាតនដែលមានប្រជជនទើបបាន6វស្សាឲ្យឡើងឋានៈជាឧបរាជនោះអំពើនេះធ្វើឲ្យមានការអន់ស្រពន់ចិត្តជាច្រើនក្នុងចំណោមនាម៉ឺនសមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រព្រះវររាជមាតាឬព្រះវររាជអាយកាក៏ទំនងជាមានឥទ្ធិពលខ្លាំងណាស់ដែរនៅក្នុងសម័យកាលនោះព្រោះកាលដែលព្រះកែវហ្វាទី1ចៅពញាញោមមិនប្រកបដោយទសពិធរាជធម៌សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអាយកាបានជំនុំនឹងមន្ត្រីរួចផ្ញើសារទៅក្រុងឧទ្ទិជាក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះស្រីសុរយោពណ៌ឲ្យចេញមកក្រុងកម្ពុជាធិបតីវិញចៅហ្វាទលហៈបើប្រៀបធៀបនៅនឹងសប្តាហ៍ថ្ងៃចៅហ្វាទលហៈមានបណ្ដាស័ក្តិស្មើនឹងនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីទី1បន្ទាប់ពីចៅហ្វាទលហៈនេះមកគេឃើញមានមន្ត្រីជាន់ខ្ពស់4រូបទៀតដែលមានមុខងារជាអ្នកសម្រេចរាជការនិងគ្រប់គ្រងផែនដីរួមនឹងព្រះមហាក្សត្រមន្ត្រីជាន់ខ្ពស់ទាំង4នេះគេចាត់ទុកដូចសសរជើងរៀបទាំង4នៃប្រាសាទទើបមាននាមរួមថាចតុស្ដម្ភមន្ត្រីទាំង4នេះមានដូចជាអុកញ៉ាក្រឡាហោមអុកញ៉ាវាំងអុកញ៉ាយមរាជនិងអុកញ៉ាចក្រី 5. មហាថ្លឹកនេះជាមន្ត្រីខ្ញុំរាជការដែលមានមុខងារគល់បម្រើព្រះរាជាស្ដេចកនកាលពីដើមជាមហាថ្លឹកមួយរូបដែលត្រូវបានព្រះបាទស្រីសុគន្ធបុត្រដង្កើងឲ្យឡើងឋានៈជាខុនលួងព្រះស្ដេច 6. ហោរាជាមន្ត្រីមួយប្រភេទដែលមានមុខងារសំខាន់ណាស់ដែរព្រោះក្នុងសម័យនោះតាំងពីក្សត្រទ្រង់រាជដល់អាណាប្រជានុរាស្ត្រសុទ្ធតែមានជំនឿលើការទស្សទាយមុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញព្រះបរមរាជាទី2ចៅពញាយ៉ាតទ្រង់បានបញ្ជាឲ្យអុកញ៉ាហោរាធិបតីខៀវនិងមន្ត្រីឯទៀតឲ្យមកពិនិត្យមើលកន្លែងតាមក្បួនហោរាសិនឯព្រះបាទស្រីសុគន្ធបុត្រទ្រង់យល់សុបិនឃើញនាគដេញពំស្វេតឆ័ត្រក៏បានឲ្យហោរាទស្សទាយទៅឃើញថាមានគេចង់ជ្រែករាជគឺស្ដេចកនេះឯង 7. ចៅចិត្តចៅចោមចៅចិត្តគឺពួកស្ត្រីជាព្រះរាជបរិវារមានមុខងារក្រាបបង្គំគល់បម្រើចិត្តស្និទ្ធក្នុងព្រះរាជត្រកូលឯចៅចោមគឺពួកស្ត្រីរាជសាមញ្ញដែលគេថ្វាយឲ្យធ្វើជាមហេសីស្រេចបានដល់ពួកស្រីស្នំស្រង្គៀនេះឯងអញ្ចឹងវីដេអូមួយនេះគឺខ្លីមែនតើគឺយើងបានលើកឡើងហើយអំពីមុខងារទូនាទីរបស់មន្ត្រីមួយចំនួននៅក្នុងព្រះរាជវាំងដែលមុខងាររបស់គាត់គឺជួយតាក់ទងជាមួយនឹងការងាររាជកិច្ចរបស់ព្រះមហាក្សត្រហើយយើងក៏សង្កេតឃើញថាមុខងារមួយចំនួនគឺផ្ដល់ទៅឲ្យរាជវង្សានុវង្សរបស់ព្រះអង្គនេះឯងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណចំពោះការតាមដានស្ដាប់និងចំណាយពេលរបស់អ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលា